វៀតណាមស្វាគមន៍បទឈប់បាញ់កម្ពុជាថៃនិងត្រៀមខ្លួនគាំទ្រសន្តិសុខតំបន់រដ្ឋធានីហាណូយរដ្ឋាភិបាលវៀតណាមបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃដែលបានសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់និងការបន្ធូរបន្ថយភាពតានតឹងនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រីផាមធូហួងបានបញ្ជាក់កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ថាវៀតណាមជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តកិច្ចព្រមព្រៀងនេះប្រកបដោយប្រសិទ្ធភាពដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរនិងតំបន់ទាំងមូលវៀតណាមបានជំរុញឲ្យកម្ពុជានិងថៃបន្តការចរចាដោយសន្តិវិធីដោយផ្អែកលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍រដ្ឋាភិបាលវៀតណាមក៏បានត្រៀមខ្លួនផងដែរក្នុងការចូលរួមជាមួយកិច្ចប្រឹងប្រែងរួមរបស់អាស៊ានដើម្បីជួយដោះស្រាយការខ្វែងគំនិតគ្នារួមទាំងការបង្កើនប្រសិទ្ធភាពនៃក្រុមសង្កេតការណ៍អាស៊ាន AOT ការចេញមុខគាំទ្រពីសំណាក់ប្រទេសវៀតណាមនេះបង្ហាញពីកង្វល់រួមរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលចង់ឃើញសន្តិភាពត្រឡប់មកវិញដើម្បីធានាបាននូវស្ថិរភាពនយោបាយនិងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលកិច្ចព្រមព្រៀងបទឈប់បាញ់អ្នកនាំពាក្យ UN ថាជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុកជនស៊ីវិលរាជធានីភ្នំពេញក្រោយមានកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី27ធ្នូឆ្នាំ2025លោក Stephen Dujarric អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់នេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិលទាំងកម្ពុជានិងថៃអ្នកនាំពាក្យអង្គការសហប្រជាជាតិកាលពីថ្ងៃទី27ធ្នូម្សិលមិញបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃដោយលោកសង្ឃឹមថាបទឈប់បាញ់នេះអាចនឹងបង្កើនបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែងជាមួយគ្នាលោកអគ្គលេខាធិការក៏បានថ្លែងអំណរគុណចំពោះម៉ាឡេស៊ីដែលជាប្រធានអាស៊ានបច្ចុប្បន្នក៏ដូចជាប្រទេសចិននិងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគ្រប់គ្រងដល់ដំណោះស្រាយដោយសន្តិវិធីក្នុងនោះអង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងកិច្ចខិតខំប្រឹងប្រែងសម្ដៅរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់សូមជម្រាបជូនថាកម្ពុជាថៃបានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង12ថ្ងៃត្រង់ថ្ងៃទី27ធ្នូអំឡុងពេលយ៉ាងយូរ3ថ្ងៃថៃត្រូវដោះលែងវីរៈកងទ័ពកម្ពុជាទាំង18រូបដោយយោធាថៃចាប់យកទៅដោយខុសច្បាប់មកវិញក្រោយឃើញបែបនេះមិនមែនមានតែអង្គការសហប្រជាជាតិមួយឡើយដែលបានចូលរួមត្រេកអរសាទរបទឈប់បាញ់ជាក់ស្ដែងក្នុងនោះក៏មានប្រទេសជាច្រើនរួមមានទាំងសហភាពអឺរ៉ុបចិនម៉ាឡេស៊ីជប៉ុនអាល្លឺម៉ង់អាមេរិកអង់គ្លេសនិងអូស្ត្រាលីបានចូលរួមអបអរសាទរបទឈប់បាញ់រវាងកម្ពុជាថៃក៏ដូចជាស្វាគមន៍និងសង្ឃឹមថាកិច្ចព្រមព្រៀងបទឈប់បាញ់នឹងត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៃប្រទេសទាំងពីរដើម្បីឲ្យជនស៊ីវិលរស់នៅដោយមានសុខសុវត្ថិភាពដូចមុន